រឿងនិទានខ្មែរខ្លានិងក្របីសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់រឿងនិទានខ្មែរថ្ងៃនេះខ្ញុំនឹងនាំមកជូននិទានមួយដែលមានមេរៀនជ្រាលជ្រៅអំពីកសឹកខ្លានិងក្របីនិទាននេះនិយាយអំពីកម្លាំងពិតថាតើវាមកពីសាច់ដុំឬមកពីចិត្តអត់ធ្មត់និងមនុស្សធម៌បើបងប្អូនចូលចិត្តសូមជួយគាំទ្រ Channel ដោយចុចចូលចិត្តនិងជាផងសូមអរគុណច្រើនកាលពីយូរយារណាស់មកហើយនៅជាយព្រៃធំមួយជិតភូមិមានស្រែបៃតងស្រស់ស្អាតរាវសន្ធឹងដល់ទំនាបព្រៃនោះសម្បូរទៅដោយដើមឈើធំសត្វព្រៃរស់នៅយ៉ាងសេរីក្នុងព្រៃមានសត្វខ្លាមួយដែលគេស្គាល់ថាជាសត្វខ្លាំងជាងគេក្នុងតំបន់ខ្លាមានមោទនភាពខ្លាំងចូលចិត្តអួតអាងនិងមើលងាយសត្វផ្សេងនៅជាស្រែមានក្របីមួយរស់នៅជាមួយកសិករក្របីតែងតែអូសនឹងគល់ព្រឹកល្ងាចមិនដែលត្អូញត្អែវាជាសត្វស្ងប់ស្ងាត់មានចិត្តល្អអត់ធ្មត់និងស្មោះត្រង់ចំពោះការងារថ្ងៃមួយខ្លាចេញពីព្រៃដើរឆ្លងកាត់ស្រែដើម្បីស្វែងរកអាហារវាឃើញក្របីកំពុងអូសនឹងគល់ក្រោមថ្ងៃក្តៅខណៈដែលកសិករកំពុងដឹកនាំពីក្រោយខ្លាសើចចំអកហើយនិយាយថាឯងធំមាំដូច្នេះតែបែរជាអនុវត្តតាមមនុស្សធ្វើការខ្លាំងមិនអស់កម្លាំងទេខ្ញុំវិញរស់ដោយសេរីគ្មានអ្នកណាបញ្ជាខ្ញុំបានទេក្របីលើកក្បាលឡើងយឺតហើយឆ្លើយដោយសំឡេងស្ងប់ការរស់ដោយសេរីមិនមានន័យថាល្អជាងគេទេខ្ញុំធ្វើការដើម្បីជួយអ្នកដទៃនិងមានប្រយោជន៍ចំពោះជីវិតកម្លាំងពិតមិនមែនតែសាច់ដុំទេប៉ុន្តែមកពីចិត្តអត់ធ្មត់និងការធ្វើល្អខ្លាមិនពេញចិត្តនឹងពាក្យនោះទេវាចង់បង្ហាញថាខ្លួនខ្លាំងជាងគេទើបបង្ហាញសាច់ដុំយកក្រចកអស់ដីនិងខំដើមឈើឲ្យបាក់សត្វផ្សេងឃើញហើយភ័យខ្លាចប៉ុន្តែក្របីនៅតែស្ងប់ស្ងាត់បន្ទាប់មកខ្លាបានធ្វើអំពើមួយដោយការគ្មានគំនិតល្អវាសាកល្បងខំខ្លួនឯងដើម្បីបង្ហាញថាមិនឈឺភ្លាមនោះខ្លារងរបួសឈឺចាប់ខ្លាំងឈាមហូរហើយរត់ចូលព្រៃដោយការខ្មាស់អៀននិងឈឺចាប់ក្របីឃើញហើយមានចិត្តអាណិតទោះបីខ្លាបានមើលងាយខ្លួនមុនក៏ដោយវាប្រាប់សត្វផ្សេងដូចជាក្តាន់ស្វានិងទន្សាយមកជួយរកស្មៅថ្នាំនិងទឹកស្អាតដើម្បីព្យាបាលរបួសខ្លាបន្ទាប់ពីព្យាបាលរយៈពេលមួយខ្លាក៏ជាសះស្បើយឡើងវិញខ្លាមានអារម្មណ៍ខ្មាស់អៀននិងនិយាយថាខ្ញុំធ្លាប់គិតថាខ្លួនខ្លាំងជាងគេហើយមើលងាយអ្នកដទៃថ្ងៃនេះខ្ញុំយល់ហើយថាកម្លាំងពិតមិនមែនតែសាច់ដុំទេតែជាកម្លាំងចិត្តការអត់ធ្មត់និងការមានមនុស្សធម៌អរគុណដែលឯងមិនទុកឲ្យខ្ញុំស្លាប់ទោះបីខ្ញុំធ្លាប់ធ្វើអាក្រក់ចំពោះឯងក៏ដោយគេក្របីញឹមស្រាហើយឆ្លើយថាការអភ័យទោសនិងការជួយគ្នាគឺជាកម្លាំងដ៏ធំជាងគេក្នុងជីវិតចាប់តាំងពីថ្ងៃនោះមកខ្លាបានផ្លាស់ប្ដូរអាកប្បកិរិយាវាមិនមើលងាយសត្វផ្សេងទៀតទេហើយចេះជួយអ្នកដទៃពេលមានបញ្ហាសត្វទាំងអស់នៅក្នុងព្រៃនិងជាស្រែរស់នៅដោយសន្តិភាពនិងមិត្តភាពមេរៀននៃនិទាននេះកម្លាំងពិតមិនមែនតែភាពខ្លាំងខាងកាយទេប៉ុន្តែជាកម្លាំងចិត្តការអត់ធ្មត់ការអភ័យទោសនិងការធ្វើល្អចំពោះអ្នកដទៃសូមអរគុណបងប្អូនដែលបានស្ដាប់រឿងនិទាននេះបើចូលចិត្តសូមជួយចែករំលែកនិងគាំទ្រ Channel ដើម្បីឲ្យមានរឿងថ្មីទៀតនៅពេលក្រោយជួបគ្នាវីដេអូក្រោយសូមអរគុណច្រើន